ក្នុងពេលនេះបើសិនជាបងប្អូនឲ្យខ្ញុំណែនាំទូរស័ព្ទមួយដែលមានតម្លៃក្រោម$300ដែលអាចថតរូបថតវីដេអូបានល្អប្រសើរដូចជាថតរូបដំណើរកម្សាន្តថតវីដេអូ content អីបាននេះគឺជាទូរស័ព្ទដែលខ្ញុំនឹងណែនាំជូនបងប្អូនទាំងអស់គ្នានេះគឺជារូបភាពដែលថតចេញពី Tecno Camon 50ដែលមានកាមេរ៉ាប្រើ sensor លំដាប់ខ្ពស់មានសមត្ថភាពចាប់រូបភាពបានលឿនជាមួយមុខងារជួយបង្កើនភាពច្បាស់ទៅលើរូបភាព2គុណ Super Zoom Flash Snap ហើយបើនិយាយពីរូបរាងវិញសាមញ្ញតែស្អាតធន់មាំមានមុខងារ AI ក៏ច្រើនហើយថ្មក៏ធំល្អទៀតខ្ញុំចង់បង្ហាញបងប្អូនចេញពីផ្នែកថតរូបទៅមុនដោយសារតែ Camon series របស់ទូរស័ព្ទ Tecno នេះគឺផ្ដោតទៅលើការថតរូបច្រើនហើយក៏ design មកតម្រូវចិត្តអ្នកស្រឡាញ់ការថតរូបផងដែរតួឯករបស់យើងគឺជាកាមេរ៉ាគោលកម្រិត flagship ដែលប្រើ sensor ប្រភេទ Sony Lighty 700C ដែលមានកម្រិតច្បាស់50 megapixel ទំហំ1លើ 1.56 inch មាន focal length 23 mm aperture f1.8 ទប់លំនឹងដោយ OIS ទី2គឺជាកាមេរ៉ា ultra wide ដែលមានកម្រិតច្បាស់8 megapixel focal length 14 mm និង aperture f2.2 Tecno បានដាក់មុខងារ flash snap សម្រាប់ចាប់យកសកម្មភាពលឿនមិនថាយើងថត1គុណឬក៏2គុណក៏នៅតែចាប់បានលឿនល្អដូច្នេះយើងមិនខ្លាចខកខានក្នុងការចាប់យកអនុស្សាវរីយ៍ដែលកាត់ឡើងភ្លាមៗនោះទេម្យ៉ាងទៀតវាក៏មានមុខងារ AI Auto Zoom ដែលមានសមត្ថភាពសម្គាល់ដឹង subject សំខាន់នៅក្នុងរូបថតក្របចូលឲ្យគៀករួចហើយប្រើ AI ដើម្បីបង្កើនភាពច្បាស់ដល់រូបភាពសម្រាប់អ្នកដែលចូលចិត្ត add story នៅលើ social media ការបើកមុខងារ live photo អាចនឹងត្រូវចិត្តពួកគាត់ច្រើនព្រោះថារូបថតអាចបំលែងទៅជាវីដេអូ clip ខ្លីៗតាមក្រោយបានផងដែររូបភាពដែលថតចេញពី Tecno Camon 50នេះមានការទាញពន្លឺនិង dynamic range បានថ្លាល្អមិនថាយើងថតនៅកន្លែងដែលមានពន្លឺស្មុគស្មាញក៏ដោយហើយការថតរូបមនុស្សឬក៏ថតរូប portraitក៏ជួយឲ្យស្បែកមនុស្សមានពណ៌និងពន្លឺស្អាតបែបធម្មជាតិថែមទៀត Sensor Lighty 700C នេះនៅតែធ្វើការបានល្អចំពោះការថតរូបនៅពេលយប់ទាំងការទាញពន្លឺក៏បានល្អនិងការលុបបំបាត់ noise ចេញពីរូបភាពចំពោះកាមេរ៉ាមុខយើងទទួលបានកម្រិតច្បាស់32 megapixel ជាមួយនឹង aperture f2.5 ដែលអាចថតរូបបានទូលាយនិងទាញពន្លឺបានល្អផងដែរអញ្ចឹងនេះគឺជាគុណភាពវីដេអូដែលអ្នកទាំងអស់គ្នានឹងទទួលបានបើសិនជាអ្នកទាំងអស់គ្នាទិញទូរស័ព្ទនេះដើម្បីថត contentអញ្ចឹងកាមេរ៉ាក្រោយគឺយើងអាចថតបានរហូតដល់កម្រិត 2K 30 fps អញ្ចឹងនេះគឺជាគុណភាពវីដេអូនៅពេលដែលយើងថតជាមួយនឹង lens ultra wide នៅពេលដែលអ្នកនរគ្នាថត vlog អីខ្ញុំគិតថាប្រហែលជាអាចប្រើ lens នេះច្រើនហើយនេះគឺជាគុណភាពវីដេអូដែលយើងថតជាមួយនឹង lens selfie ហើយយើងអាចថតវីដេអូបានដល់កម្រិត 2K 30 fps ដូចគ្នាដែរហើយ Tecno Camon 50មានតួខ្លួនធន់រឹងមាំកម្រិតយោធាទទួលបានការបញ្ជាក់ស្តង់ដារកម្រិត IP69K IP69 និង IP68 ធន់នឹងទឹកជម្រៅ2ម៉ែត្ររហូតដល់30នាទីធូលីនិងកម្ដៅមិនថាយើងចូលទៅក្នុងបន្ទប់ steam sauna ទុកចោលហាលថ្ងៃឬក៏ប្រើហាលថ្ងៃគឺនៅតែអាចទ្រាំទ្របានគ្រប់ស្ថានភាពតែម្ដងប៉ុន្តែអ្វីដែលសំខាន់មួយទៀតគឺខ្ញុំមើលឃើញការរចនារូបរាងរបស់ Tecno Camon 50នេះគឺគេរចនាមកបានស្អាតមែនទែនវាមានអេក្រង់រាបស្មើនិងកាត់គែមកោងបន្តិចធ្វើឲ្យការកាន់បានស្និទ្ធដៃទោះជាមិនដាក់ស្រោមការពារក៏ដោយចំពោះអេក្រង់យើងទទួលបានទំហំ 6.78 អ៊ីនជជាប្រភេទ AMOLED 144Hz ដែលមានដង់ស៊ីតេអេក្រង់429 ppi ច្បាស់ម៉ត់មានពណ៌ស្រស់និងបង្ហាញពន្លឺបានភ្លឺសូម្បីតែយើងប្រើនៅក្រោមកម្ដៅថ្ងៃក៏ដោយចំពោះកម្លាំងម៉ាស៊ីន Tecno Camon 50ប្រើ chipset MediaTek Helio G200 Ultimate RAM 8GB បូក 8GB ដំណើរការនៅលើ iOS 16 ផ្អែកលើ Android 16ដែល Tecno សន្យាផ្ដល់ការគាំទ្រ update Android 3ជំនាន់និងការប្រើប្រាស់រលូនរហូតដល់5ឆ្នាំទូរស័ព្ទនេះផ្គត់ផ្គង់ថាមពលដោយថ្មទំហំ 6500 mAh ជាមួយនឹងឆ្នាំងសាកល្បឿនលឿន 45W នៅក្នុងប្រអប់មកជាស្រេច Tecno Camon 50នេះគឺជាកញ្ចប់ទូរស័ព្ទមួយដែលផ្ដល់ឲ្យយើងនៅគ្រប់មុខងារទាំងអស់ដែលយើងត្រូវការតាំងពីការថតរូបអេក្រង់ល្អមុខងារ AI សម្បូរបែបទាំងអ្នកចូលចិត្តរូបថតបែបសិល្បៈទាំងការថតរូបរួចកែសម្រួលតាមក្រោយក៏ដូចជា AI ជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការទាំងមូលតែម្ដងជាពិសេសជាមួយនឹងតួខ្លួនរឹងមាំរបស់វាយើងអាចប្រើប្រាស់ដោយមិនបារម្ភថាទូរស័ព្ទនេះវាឆាប់ខូចនោះទេ Tecno Camon 50ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ$289សម្រាប់ទំហំផ្ទុក 256GB និង $259សម្រាប់ទំហំ 128GB ជាមួយនឹងការថែមជូន Premium Power Bank Case ហើយនិងកាដូផ្សេងៗទៀតជាច្រើនផងដែរអញ្ចឹងចំពោះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tecno Camon 50មួយនេះសូមចែករំលែកមតិយោបល់បងប្អូននៅក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ